ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះយើងខ្ញុំបានបង្ហាញអំពីកន្លែងធ្វើដូណាត់ហើយនេះគឺជាសម្រាប់យើងលាងផ្ទះលាងរបស់របរដែលយើងប្រើប្រាស់ហើយទីនេះគឺជាកន្លែងយើងទុកថាសទុកអីក្រៅពីយើងលាងហើយបន្ទាប់មកនេះគឺជាទូសម្រាប់ក្លាសេម្សៅដែលយើងកិនសល់នំដែលយើងលក់នៅសល់យើងក្លាសេទុកហើយនេះគឺជាកម្រងកដែលយើងពាក់ដើម្បីវាយដូណាត់ហើយមានបន្តទៀតនេះគឺជាឆ្នាំងវាយដូណាត់សម្រាប់ដាក់ម្សៅនិងដាក់ទឹកលាយដើម្បីវាយហើយនោះគឺជាទូ steam សម្រាប់ steam នំដើម្បីហៅនំបន្តមកនេះគឺជាបលសម្រាប់វាយឆូកូឡេតហើយនិងស្ករដែលគេហៅថាកាឡេហើយនេះគឺជាតុសម្រាប់យើងធ្វើដាក់ម្សៅពីលើសម្រាប់យើងកិនធ្វើនំដែលយើងដូណាត់ហ្នឹងរៀបចំលើហ្នឹងហើយនេះគឺជាធុងស្ករសម្រាប់យើងស្រោចនេះគឺជាកញ្ចាប់ហើយនេះគឺជាកញ្ឆេងសម្រាប់យើងចាក់ដូណាត់ពីលើដើម្បីស្រូចស្ករពីលើហើយបន្តមកទៀតនោះគឺជាខ្លាញ់ជាចង្ក្រានខ្លាញ់សម្រាប់យើងជៀនដូណាត់ហ្នឹងហើយតម្លាក់ oven blueberry នេះគឺជាម៉ាស៊ីនសម្រាប់ចម្អិនក្រសង់ចម្អិនគឡឈីនេះគឺជាខ្លាញ់សម្រាប់យើងថែមហើយនោះគឺជាម៉ាស៊ីនវាយ blueberry ហើយនេះគឺជាម៉ាស៊ីនទម្លាក់ oven ហើយនេះគឺជាកញ្ច្រែងសម្រាប់ដាក់ម្សៅដូណាត់ពីលើនំពីលើដើម្បីយើងជៀនមានកញ្ចាំមានអីហ្នឹងបាទហើយយើងនៅតទៀតយើងសម្អាតកន្លែងក្រោយពីធ្វើហើយនំដែលសល់ដាក់ទៅលើរែកទៅហើយយើងឃ្លានយើងសម្អាតជូតបោសហ្នឹងហើយអ្វីដែលយើងនេះទៀតហ្នឹងគឺការងារបន្ទាប់គឺយើងជូតឃ្លាននឹងឯងបាទអូខេហើយចាំមើលវីដេអូបន្តទៀតខ្ញុំនឹងរៀបរាប់ច្រើនទៀតបាទសូមអរគុណ